Vàនេះគឺជានំប៉័ងគៀបបែបថ្មីរបស់រសជាតិរបស់ខេត្តកំពតបាទវាវិធីធ្វើគេអាំងនំប៉័ងឲ្យក្រៀមអញ្ចឹងទៅត្រឡប់មកទុកឲ្យក្រៀមហើយគេលើកយកដាក់លើជ្រុញដើម្បីគៀបវាឲ្យកំប៉ែតឡើងកំប៉ែតត្មងណាហើយបានគេយកទៅដាក់គ្រឿងគេមានទឹកដោះគោមានទឹកប៉េងប៉ោះនឹងហើយដាក់ត្រីផាត់ឲ្យច្រើនតិចទៅវាឆ្ងាញ់មើលនឹងរសជាតិវាលឺត្រីផាត់ហ្នឹងហើយចឹងគេដាក់ឲ្យត្រីផាត់ហ្នឹងវាច្រើនចឹងមកហើយដាក់ប្រហិតសាច់ក្តាមចូលមកទៀតមកមើលទៅទំនងក្រហមហើយថែមពោតខៀវលឿងទៀតមកមើលទៅហើយថែមទឹកខ្លាញ់ដាក់ខ្លាញ់ថែមតិចហើយដោះគោដាក់នេះថែមពីលើទៀតនឹងហ្នឹងជាគ្រឿងផ្សំរបស់គេមានតែប៉ុណ្្នឹងឯងហើយប៉ុណ្្នឹងហើយគេលើកយកមកកាត់ជាកង់ចឹងទៅដាក់មកមើលទៅទំនងរបស់គេណាទំនងរបស់គេមែនតើតាលុមានបងប្អូនណាហ្នឹងហើយមានបងប្អូនណាធ្លាប់ហូបប៉ាំងនេះនៅបាទរសជាតិវាឆ្ងាញ់មែនតើបាទយើងបើកមកចង់មើលទៅ Come on man លើកទី1ឯងដែលបានសាកភ្លុករសជាតិនេះ